បាទសូមជម្រាបសួរបងប្អូនមនុស្សដែលមានកម្ពស់ខ្ពស់ជាងគេនៅលើភពផែនដីនោះមានកម្ពស់រហូតទៅដល់ជិត3ម៉ែត្របងប្អូនប៉ុន្តែសួរថាតើមនុស្សដែលមានកម្ពស់ទាបជាងគេវិញម្ដងតើគាត់មានកម្ពស់ប្រមាណហើយឈ្មោះអ្វីជាជនជាតិអ្វីឥឡូវនេះសូមបងប្អូនទៅតាមដានជាមួយ The Sita Show ទាំងអស់គ្នាបាទបងប្អូនមនុស្សដែលមានកម្ពស់ទៀបជាងគេឬគេហៅថាមនុស្សដែលតូចជាងគេនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិនោះត្រូវបានកត់ត្រាដោយជាក់លាក់គឺបានទៅលើលោកចន្ទ្រាបាហាឌូដាហ្គីមកពីប្រទេសនេប៉ាល់គាត់មានកម្ពស់ត្រឹមតែ 54.6 សង់ទីម៉ែត្រទេបងប្អូនគាត់កើតនៅថ្ងៃទី30ខែវិច្ឆិកាឆ្នាំ1939នឹងបានស្លាប់នៅថ្ងៃទី3ខែកញ្ញាឆ្នាំ2015គាត់ត្រូវបាន Guinness World Record ទទួលស្គាល់ជាមនុស្សដែលតូចជាងគេបំផុតនៅក្នុងពិភពលោកនោះនៅក្នុងឆ្នាំ2012ចន្ទ្រាកើតនៅភូមិដៃលេខស្រុកដាងប្រទេសនេប៉ាល់គាត់កើតមកមានជំងឺ Primordial Varicoceleដែលជាលក្ខខណ្ឌហ្សែនដ៏កម្រមួយដែលធ្វើឲ្យគាត់មានកម្ពស់ទាបខុសពីធម្មតាមុនពេលទទួលបានការទទួលស្គាល់ជាសកលចន្ទ្រារស់នៅក្នុងជីវិតដ៏សាមញ្ញនៅក្នុងភូមិរបស់គាត់ជួយគ្រួសារគាត់ធ្វើការងារស្រាលដូចជាថែរក្សាសត្វចិញ្ចឹមនិងជួយធ្វើសិប្បកម្មគាត់មិនធ្លាប់បានរៀបការនោះទេនៅឆ្នាំ2012គាត់ត្រូវបានអញ្ជើញទៅទីក្រុងឡុងដើម្បីវាស់កម្ពស់ជាផ្លូវការហើយត្រូវបានបញ្ជាក់ថាជាមនុស្សដែលមានកម្ពស់ទាបជាងគេបំផុតកម្ពស់របស់គាត់បានបំបែកកំណត់ត្រាពីមុនរបស់គូមូហាម៉េតដែលមានកម្ពស់57សង់ទីម៉ែត្រដែលជាជនជាតិឥណ្ឌាបន្ទាប់ពីទទួលបានការទទួលស្គាល់ចន្ទ្រាបានធ្វើដំណើរទៅកាន់ប្រទេសជាច្រើនដូចជាអ៊ីតាលីនិងសហរដ្ឋអាមេរិកគាត់ត្រូវបានគេស្គាល់ថាជាមនុស្សដែលរស់រាយរាក់ទាក់និងមានភាពក្លាហានទោះបីជាមាឌរបស់គាត់ជាផ្នែកមួយនៃរាងកាយដែលជាឧបសគ្គសម្រាប់គាត់ក៏ដោយគាត់ធ្លាប់បានជួបមនុស្សដែលខ្ពស់ជាងគេបំផុតក្នុងពិភពលោកស៊ូតានកូសែនដែលមានកម្ពស់251សង់ទីម៉ែត្រនៅទីក្រុងឡុងក្នុងឆ្នាំ2014ដែលជាព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍បំផុតបាទចន្ទ្រាមានសុខភាពផុយស្រួយណាស់បងប្អូនដោយសារតែលក្ខខណ្ឌហ្សែនរបស់គាត់នៅឆ្នាំ2015គាត់បានស្លាប់នៅអាយុ75ឆ្នាំនៅក្នុងមន្ទីរពេទ្យមួយនៅកោះសាម៉័របន្ទាប់ពីជួបបញ្ហាផ្លូវដង្ហើមចន្ទ្រាបាហាឌូដាហ្គីមិនត្រឹមតែជាមនុស្សដែលតូចជាងគេបំផុតប៉ុណ្ណោះទេប៉ុន្តែគាត់ក៏ជានិមិត្តរូបនៃភាពអត់ធ្មត់និងភាពរឹងមាំផ្លូវចិត្តទោះបីជារាងកាយរបស់គាត់ខុសប្លែកពីមនុស្សធម្មតាគាត់បានបង្ហាញថាមនុស្សអាចរស់នៅប្រកបដោយភាពសប្បាយរីករាយនិងមានឥទ្ធិពលវិជ្ជមានលើអ្នកដទៃគាត់ក៏បានជួយលើកកម្ពស់ការយល់ដឹងពីជំងឺ Primordial និងបញ្ហាដែលបុគ្គលមានកម្ពស់ខ្លីបានជួបប្រទះ